ខ្ញុំបានបម្រើការងារឲ្យថៅកែយ៉ាវឈៀងអស់រយៈពេល8ឆ្នាំមកហើយដោយបានជួយគាត់រកចំណូលបានរាប់សិបលានប៉ុន្តែចុងក្រោយក្រុមឡានដឹកជញ្ជូនបានធ្វើឲ្យងប់ក្តាមអធិរាជតម្លៃ2លានគាត់បែរជាទម្លាក់កំហុសមកលើរូបខ្ញុំទៅវិញពុស្តាំងច្បាស់ណាស់បំណុល2លាននេះឯងត្រូវលក់ឈាមសងពេញមួយជីវិតទៅឥឡូវនេះប្រមូលខោឲ្យហើយចេញទៅឲ្យឆ្ងាយភ្លាមខ្ញុំសម្លឹងមើលលិខិតទទួលខុសត្រូវคล้ายៗនៅលើតុរួចក៏ស្ទាបអេសទៅក្នុងហោប៉ៅដែលបានថតទុកនៅរាល់សកម្មភាពកែប្រែទិន្នន័យរបស់គាត់ហើយនិយាយទាំងញឹមថាមិនអីទេអ្វីដែលលោកនិយាយគឺត្រឹមត្រូវហើយបន្ទាប់មកខ្ញុំក៏បានទទួលការងារដឹកជញ្ជូនតម្លៃរាប់លានដែលគ្មាននរណាហ៊ានទទួលក្នុងថ្ងៃមានព្យុះសម្លឹងមើលមុខដែលកំពុងសើចចំអកឲ្យខ្ញុំក៏ឡើងឡានដោយស្ងប់ស្ងាត់គាត់ស្មានថាខ្ញុំតច្រកទៅសុខចិត្តប្រថុយជីវិតក្នុងថ្ងៃមានព្យុះបែបនេះតែគាត់មិនដឹងទេថាការជន់កែលើកនេះនឹងធ្វើឲ្យគាត់បាត់បង់អ្វីគ្រប់យ៉ាងអ្នកគ្រប់គ្រងយ៉ាវក្តាមអធិរាជទាំងនេះមានតម្លៃដល់ទៅ2លានឯណោះត្រូវតែប្រើឡានត្រជាក់លេខ3ទៅបានតែលោកបែរជាឲ្យខ្ញុំប្រើឡានដឹកសាច់ជ្រូកធម្មតាទៅវិញខ្ញុំធ្វើមិនកាត់ទេយ៉ាងវិញឯងឈួតហើយមែនទេឡានលេខ3ស៊ីសាំងខ្លាំងជាងឡានធម្មតាដល់ទៅ2ដងក្នុងនាមជាអ្នកគ្រប់គ្រងខ្ញុំត្រូវតែចេះសន្សំសំចៃថ្លៃដើមម៉ាស៊ីនត្រជាក់ខ្ញុំក៏បានឲ្យគេបន្ថយកម្លាំងរួចហើយដែរលុយដែលសល់គឺជាប្រាក់ចំណេញសីតុណ្ហភាពដឹកជញ្ជូនក្តាមអធិរាជត្រូវតែនៅចន្លោះពី2ទៅ4អង្សាឡានលេខ8នោះគឺសម្រាប់ដឹកទំនិញងាប់ទេឡាននោះមិនចិត្តល្អទេហើយលោកថែមទាំងបន្ថយកម្លាំងម៉ាស៊ីនត្រជាក់ទៀតមិនបាច់ដល់គោលដៅទេតែ4ម៉ោងក្តាមទាំងនេះនឹងងាប់អស់ក្នុងឡានមិនខានរឿងនេះខ្ញុំមិនទទួលខុសត្រូវទេខ្ញុំមិនដឹកដាច់ខាតឯងចង់សាក់ជាមួយយើងមែនទេនៅកន្លែងនេះគឺយើងជាអ្នកសម្រេចតើឯងជាអ្នកគ្រប់គ្រងឬក៏យើងជាអ្នកគ្រប់គ្រងបញ្ជាឲ្យដឹកគឺត្រូវតែដឹកខ្ញុំសម្លឹងមើលមុខដ៏ច្រឡៅបាសរបស់គាត់ក្នុងចិត្តខ្ញុំដឹងច្បាស់ណាស់សន្សំសំចៃថ្លៃដើមស្អីទៅតាមពិតគាត់ចង់កេងចំណេញលុយថ្លៃដឹកជញ្ជូនសោះទោះបីជាលោកដេញខ្ញុំចេញក៏ខ្ញុំមិនដឹកដែរទំនិញ2លានបើងាប់តាមផ្លូវខ្ញុំគ្មានលុយសងទេចង់ដឹកលោកទៅដឹកខ្លួនឯងទៅរ៉ាវខៀងខឹងរហូតដល់សាច់រួចក៏ឆក់យកកាត់ការងាររបស់ខ្ញុំល្អណាស់យើងហ្វេងអញខ្លាំងណាស់មែនទេអញស្មានថាខ្វះឯងម្នាក់ក្រុមហ៊ុននេះដើរមិនរួចមែនទេអេបាយមិនយូរប៉ុន្មានក៏មានបរិសម្នាក់ដើរមកគេគឺជាកូនចៅថ្មីរបស់យ៉ាវឈៀងគេមិនយល់ដឹងពីការដឹកជញ្ជូនទំនិញត្រជាក់តតែសោះរ៉ាវឈៀងក៏ហុចសាឡានឲ្យទៅអបាយលើកនេះអញជាអ្នកដឹកខ្ញុំនឹងឲ្យលុយអញទ្វេដងឲ្យពួកអាគ្រូឡានចាស់ខ្លះដឹងថាបើគ្មានពួកវាផែនដីនៅតែវិលដដែលបងយ៉ាវកុំបារម្ភអីក៏ដោយឲ្យតែជន់កែទៅមុខគឺបានហើយលោកគ្រូយ៉ាងសម័យកាលបដូរហើយច្បាប់ចាស់របស់លោកប្រើមិនកើតទៀតទេខ្ញុំសម្លឹងមើលមនុស្សល្ងងទាំងពីរនាក់នេះដោយមិននិយាយអ្វីទាំងអស់ខ្ញុំដើរទៅកន្លែងផ្ទេរទំនិញកម្មករកំពុងលើក្តាមដាក់ចូលឡានលេខ8ខ្ញុំដើរចូលទៅក្នុងឡានរួចក៏លួចដាក់ឧបករណ៍កត់ត្រាសីតុណ្ហភាពនៅកន្លែងសម្ងាត់មួយឧបករណ៍នេះនឹងកត់ត្រារាល់ការប្រែប្រួលសីតុណ្ហភាពក្នុងឡានយ៉ាងច្បាស់ពេលចេញមកវិញអាប៊ីយ៉ូក៏ដើរមកទាំងរកពីចល័តបាចេញទៅមនុស្សដែលត្រូវគេដេញចេញកុំមកនៅរារាំងផ្លូវទំនិញនេះគេត្រូវការប្រញាប់ឯងកុំឈប់សម្រាកតាមផ្លូវឲ្យសោះអាប៊ីយ៉ូសាច់ចំអកឲ្យខ្ញុំរួចក៏ឡើងឡានបើកចេញទៅរ៉ាវខេងឈោមើលពីលើអាគារទាំងទឹកមុខឌឺដងដាក់ខ្ញុំមិនខ្វល់ពីគាត់ទេរួចក៏ដើរទៅបន្ទប់ស្នាក់នៅដើម្បីប្រមូលខោអាវទំនិញនេះត្រូវដឹកទៅភោជនីយដ្ឋានលំដាប់ខ្ពស់ដែលត្រូវចំណាយពេល5ម៉ោងឡានចាស់បូករួមនឹងម៉ាស៊ីនត្រជាក់ខ្សោយក្តាមនឹងងាប់អស់មិនខាន3ម៉ោងក្រោយមកសម្លេងរោទអាសន្នក៏បន្លឺឡើងពេញក្រុមហ៊ុនរ៉ាវខេងស្រែកជាខ្លាំងនៅខាងក្រោមអាគារក្នុងវីដេអូដែលគេផ្ញើមកក្តាមអធិរាជតម្លៃ2លានបានងាប់អស់គ្មានសល់ភ្លាមនោះយ៉ាវឆេងក៏ធាក់ទ្វារបន្ទប់ខ្ញុំទាំងកំហឹងយ៉ាងវែងអញជាអ្នកធ្វើមែនទេអញត្រូវសងលុយ2លាននេះឲ្យយើងអ្នកគ្រប់គ្រងយ៉ាវបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់ទេទំនិញនោះលោកជាអ្នកឲ្យអាប៊ីយ៉ូដឹកហើយម៉ាស៊ីនត្រជាក់ក៏លោកជាអ្នកបញ្ជាឲ្យបន្ថយដែរឥឡូវទំនិញខូចតើពាក់ព័ន្ធអ្វីនឹងខ្ញុំកុំមកប្រកែកអាប៊ីយ៉ូថាគេមិនបានឈប់សម្រាកនៅកន្លែងណាទាំងអស់បើមិនមែនអញលួចធ្វើស៊ីតើវាងាប់អស់ដោយរបៀបណាកាមេរ៉ាសុវត្ថិភាពមាននៅគ្រប់កន្លែងលោកមើលទៅថាខ្ញុំបានធ្វើអ្វីខ្លះចង់ឲ្យខ្ញុំទទួលខុសត្រូវលោកស្មានថាខ្លួនឯងជាអ្នកណារ៉ាវខៀងភ័យញ័រខ្លួនរួចក៏គំរាមខ្ញុំឲ្យទៅជួបថៅកែធំឯងនៅតែមិនព្រមទទួលមែនទេល្អថៅកែធំកំពុងរងចាំអញហើយតោះទៅខ្ញុំក៏ចង់ដឹងថាផ្ស្តាងរបស់លោកមានអ្វីខ្លះដែរយើងបានមកដល់ជាន់ទី2នៃអគារការិយាល័យរបស់ក្រុមហ៊ុនដឹកជញ្ជូនឈេងវ៉ាងហើយ
ថៅកែយ៉ាវដេវ៉ែកំពុងអង្គុយនៅពីក្រោយទឹកឈើក្រហមដ៏ធំមួយទឹកមុខរបស់គាត់គឺអាប់អួរខ្លាំងណាស់ភ្លៀងធ្លាក់ខ្លាំងណាស់ឡានដឹកទំនិញជាច្រើនគ្រឿងត្រូវបានជាប់គាំងនៅកំពង់ផែចៅឈាំងស្លៀកអាវភ្លៀងពណ៌លឿងកំពុងឈរនៅមាត់កំពង់ផែស្រែកជាកម្មករដឹកជញ្ជូនយ៉ាងខ្លាំងយ៉ាងហ្វុងឯងមកសុំទានដល់ទីនេះផងហីក្រុមហ៊ុនដឹកជញ្ជូនទូទាំងខេត្តខ្ញុំបានផ្ញើសារប្រាប់អស់ហើយឥឡូវនេះឯងគឺជាឆ្កែនេថាក្នុងវិស័យដឹកជញ្ជូននេះកន្លែងនេះក៏ឯងអាចមកបានដែរហីកំពង់ផែនេះជារបស់ផ្ទះឯងមែនទេនៅចង់ធ្វើខ្លាំងទៀតហីខ្ញុំដឹងថាឯងចង់មកទីនេះដើម្បីរកការងារធ្វើបន្តិចបន្តួចខ្ញុំប្រាប់ឯងទៅចុះទីនេះត្រូវបានក្រុមហ៊ុនស៊ីងវ៉ាងមកផ្ដាច់អស់ហើយឲ្យតែមានចៅឈាំងឈរនៅទីនេះសូម្បីតែគេស្នំមួយក៏ឯងកុំសង្ឃឹមថាបានប៉ះឲ្យសោះឆាប់ចេញទៅកុំមកនៅទៅដៃទៅជើងទីនេះសម្ដីមិនទាន់ផុតពីមាត់ផងឡានមើលស្ពណ៌ខ្មៅមួយគ្រឿងបានបើកមកដល់អូលេខាស៊ូថ្ងៃមេឃព្យុះបែបនេះហេតុអ្វីអ្នកមកដោយផ្ទាល់អញ្ចឹងអ្នកកុំបារម្ភអីទំនិញតម្លៃ10លានរបស់អ្នកក្រុមឡានស៊ីងវ៉ាងធីនីជូនជំរាបសួរលោកគ្រូយ៉ាងហ្វុងខ្ញុំឈ្មោះស៊ូណាទំនិញនៅណាស្ថានភាពយ៉ាងម៉េចហើយលេខាស៊ូអ្នកកុំចាញ់បោកអាម្នាក់នេះអីវាកាប់តែធ្វើឲ្យខូចក្តាមអធិរាជតម្លៃ2លានរបស់ក្រុមហ៊ុនអ្នកទេខ្ញុំបានបញ្ឈប់វាពីវិស័យនេះហើយមេការចៅរឿង2លាននោះខ្ញុំមិនទាន់គិតបញ្ជីជាមួយស៊ីងវ៉ាងផងឥឡូវនេះខ្ញុំអញ្ជើញលោកគ្រូយ៉ាងមកជួយទំនិញតម្លៃ10លានរបស់ខ្ញុំបើឯងហ៊ានធ្វើឲ្យខាតពេលខ្ញុំធានាថាថ្ងៃស្អែកឯងនឹងបានទៅផឹកតែនៅក្នុងគុកថយចេញមេការចៅឯងនិយាយយ៉ាងជឿជាក់ថាអាចការពារទំនិញបានតែឥឡូវនេះផ្លូវចេញពីកំពង់ផែទឹកលិចដល់ទៅ80សង់ទីម៉ែត្រហើយឡានដឹកទំនិញត្រជាក់ធម្មតាឲ្យតែបើកចូលតំបន់ទឹកជ្រៅបំពង់ស៊ីម៉ាំងនិងចូលទឹករលត់ម៉ាស៊ីនមិនខានតែឯងដឹកចេញទៅដោយរបៀបណាលេខាស៊ូគ្រូធម្មជាតិបែបនេះគ្មានអ្នកណាធ្វើអ្វីបានទេគម្រោងរបស់ខ្ញុំគឺឥឡូវនេះប្រញាប់លើកទំនិញដាក់ឡានរួចយកឡានទៅចតនៅកន្លែងដែលខ្ពស់ជាងគេនៅមាត់កំពង់ផែបើកម៉ាស៊ីនត្រជាក់និងម៉ាស៊ីនអុកស៊ីសែនចោលរងចាំ 4-5 ម៉ោងទៀតទឹកស្រុកចាំយើងបើកចេញឈួតមែនស្អែកនេះជាកម្មវិធីជប់លៀងខួប10ឆ្នាំគ្រឿងសមុទ្រទាំងនេះយប់នេះត្រូវតែដឹកទៅដល់អង្គត្រជាក់នៅផ្ទះបាយបើទុកក្នុងឡាន5ម៉ោងទៀតទៅដល់ទីនោះវាខ្លាចជាសាច់ស្អុយអស់ហើយក្នុងឃ្លាំងមានអង្គត្រជាក់រាប់រយអង្គតម្រៀបគ្នាពេញដីក្នុងនោះមានគ្រឿងសមុទ្រមានតម្លៃគ្រប់ប្រភេទ5នាទីមុនខ្សែកាបអគ្គិសនីតង់ស្ជុំខ្ពស់នៅកំពង់ផែត្រូវបានខ្យល់ព្យុះបោកដាច់អស់ហើយក្នុងឃ្លាំងដាច់ភ្លើងទាំងស្រុងអ្វីដែលសំខាន់បំផុតនោះគឺផ្លូវចេញពីកំពង់ផែទឹកលិចលើសពី80សង់ទីម៉ែត្រទៅទៀតលេខាស៊ូខ្ញុំនិយាយត្រង់ទៅចុះ
ទឹកលិច80 សង់ទីម៉ែត្រឡានដឹកទំនិញត្រជាក់ធម្មតាបើកចូលទៅបំពង់ស៊ីម៉ាំងនឹងចូលទឹកម៉ាស៊ីននឹងរលត់ភ្លាមតែម្ដងម៉ាស៊ីនត្រជាក់និងម៉ាស៊ីនអុកស៊ីសែនក្នុងឡាននឹងត្រូវខូចទាំងអស់កុំថាឡើយអាម្នាក់ត្រកូលយ៉ាងនេះជាមនុស្សអត់ប្រយោជន៍ទោះបីជាស្ដេចទេវតាមកក៏មិនអាចដឹកទំនិញនេះចេញទៅបានដែរអ្នកណាថាការដឹកជញ្ជូនគ្រឿងស្រស់ត្រូវតែពឹងផ្អែកលើម៉ាស៊ីនត្រជាក់និងម៉ាស៊ីនអុកស៊ីសែនយ៉ាងហ្វុងឯងឈួតមែនទេបើមិនប្រើម៉ាស៊ីនត្រជាក់និងអុកស៊ីសែនតើឯងចង់ប្រើមាត់ភ្លុំខ្យល់ត្រជាក់ឲ្យគ្រឿងសមុទ្រតម្លៃ10លាននេះមែនទេប្រញាប់ឲ្យគេទៅរកទិញទឹកកកិន5តោនអំបិលគ្រួស 1000 គីឡូហើយនឹងភួយក្រាស់50ភួយព្រមទាំងទូយោភេស10ដើមត្រូវយកមកឲ្យដល់មាត់កំពង់ផែក្នុងរយៈពេល20នាទីយ៉ាងហ្វុងខួរក្បាលឯងចូលទឹកមែនទេក្នុងនេះសុទ្ធតែជាគ្រឿងសមុទ្ររស់មានតម្លៃឯងស្មានតែត្រីងាប់នៅផ្សារហើយប្រើទឹកកកនិងអំបិលអាល្ងងឯងស្គាល់ទេថាអ្វីទៅជាការគ្រប់គ្រងសីតុណ្ហភាពដោយប្រព័ន្ធអេឡិចត្រូនិកស្គាល់ទេថាអ្វីទៅជាការបន្ថែមអុកស៊ីសែនដោយកុំព្យូទ័រឡានដឹកទំនិញត្រជាក់ធម្មតាបើកាត់ទឹកនិងរលត់ម៉ាស៊ីននឹងដាច់ភ្លើងអំបិលនិងទឹកកកិនអាចកាត់បន្ថយចំណុចរលីនៃទឹកកកបានក្នុងករណីដែលគ្មានអគ្គិសនីយើងអាចបង្កើតទឹកអំបិលត្រជាក់ខ្លាំងដែលមានសីតុណ្ហភាពថេរពី2ទៅ4អង្សាសេនេះគឺជាវិធីរក្សាភាពស្រស់ដែលល្អបំផុតអ្នកទិញទំនិញរបស់ហើយគឺទាំងអស់ស្ដាប់ឲ្យច្បាស់មិនថាអ្នកប្រើវិធីអ្វីទេទៅផ្សារគ្រឿងសមុទ្រនិងហាងលក់សម្ភារៈក្បែរនេះក្នុងរយៈពេល20នាទីត្រូវទិញរបស់ដែលលោកគ្រូយ៉ាងចង់បានមកឲ្យអស់លេខាស៊ូអ្នកសុកចិត្តជឿអាម្នាក់នេះជាជាងជឿខ្ញុំអញ្ចឹងហើយខ្ញុំប្រាប់អ្នកទៅចុះទឹកអំបិលមានជាតិស៊ីខ្លាំងណាស់ឡានដឹកទំនិញរបស់ខ្ញុំសុទ្ធតែទិញថ្មីមិនអាចឲ្យដាក់របស់អស់ទាំងនេះបានទេចៅឆាំងឯងស្ដាប់ភាសាមនុស្សមិនយល់មែនទេលេខាស៊ូខ្ញុំធ្វើនេះគឺដើម្បីការពារទ្រព្យសម្បត្តិឡានរបស់ខ្ញុំប៉ុណ្ណោះរឿងក្តាមអធិរាជ2លានខ្ញុំមិនទាន់គិតបញ្ជីជាមួយឯងផងឥឡូវនេះទំនិញតម្លៃ10លានបើឯងនៅតែរករឿងធ្វើឲ្យទំនិញខូចអស់ក្រុមហ៊ុនស៊ីងវ៉ាងនិងពូរបស់ឯងដែលជាថៅកែនឹងត្រូវវិនិច្ឆ័យទាំងអស់ឥឡូវនេះប្រកូលសាឡានដឹកទំនិញទាំងអស់មកឲ្យខ្ញុំមិនអីទេចង់ធ្វើអ្វីក៏ធ្វើទៅខ្ញុំមិនខ្វល់ទេទឹកនៅខាងក្រៅកំពុងផែជិត1ម៉ែត្រហើយខ្ញុំចាំមើលថាឯងដឹកទំនិញ10លាននេះចេញទៅដោយរបៀបណាបើគេស្នោទាំងអស់ចេញដាក់ទឹកកកិននៅបាតគេរួចរោយអំបិលគ្រួសពីលើបន្ទាប់មកដាក់កញ្ច្រែងគ្រឿងសមុទ្រចូលទៅគ្មានប្រយោជន៍ទេបើគ្មានម៉ាស៊ីនអុកស៊ីសែនទោះត្រជាក់យ៉ាងណាក៏វាងាប់ដែរថប់ដង្ហើមស្លាប់ក្នុងទូឡាននេះហើយខ្ញុំមិនខ្វល់ពីគាត់ទេគេទាំងអស់ដាច់ខាតមិនត្រូវដាក់ផ្អែកនឹងជញ្ជាំងទូឡានទេនៅចំកណ្ដាលត្រូវតែទុកចន្លោះផ្លូវរាងកាកបាទនៅខាងលើបំផុតត្រូវយកភួយកបាសាមដែលត្រាំទឹកត្រជាក់មកគ្រប់ឲ្យជិតឈឹងត្រឹមតែកន្លះម៉ោងគ្រឿងសមុទ្រតម្លៃរាប់សិបលានពេញ10ឡានត្រូវបានទុកចូលដោយប្រើវិធីសាស្ត្របុរាណដ៏សាមញ្ញនេះឆ្លៀតពេលដែលកម្មករកំពុងរៀបចំបញ្ចប់ខ្ញុំបានយកបំពង់ភេកមកគ្រប់បំពង់ស៊ីម៉ាំងឡាននីមួយរួចប្រើស្កុតការពារទឹកនិងដង្កៀបគៀបឲ្យជាប់ហើយចងបំពង់ខាងលើឲ្យជាប់នឹងបង្កាន់ដៃដំបូលឡានបំពង់ដកដង្ហើមការពារទឹកហូរចូលដ៏សាមញ្ញបំផុតមួយត្រូវបានធ្វើរួចរាល់បន្ទាប់ពីធ្វើរឿងទាំងនេះរួចខ្ញុំក៏បើកទ្វារឡើងទៅអង្គុយកៅអីក្បែរអ្នកបើកបរពេលនោះស៊ូណាក៏ដើរមកពីចម្ងាយលោកគ្រូយ៉ាងកម្ពស់ទឹកនៅផ្លូវចេញពីកំពង់ផែកំពុងតែឡើងឥឡូវជិត90សង់ទីម៉ែត្រហើយឲ្យតែជន់កែមិននឹងទឹកនឹងហូរចូលម៉ាស៊ីនវិញហើយតើលោកពិតជាមានទំនុកចិត្តថាអាចបើកកាត់បានមែនទេខ្ញុំធ្វើការងារនេះ8ឆ្នាំហើយកំពុងផែណានកាំងនេះខ្ញុំបិទភ្នែកក៏អាចបើកបានដែរឡើងឡានមកពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យស្រួលបួលស៊ូណាខំថ្មីសង្កត់ចិត្តទីនទ្វារឡានឡើងមកអង្គុយមិនយូរប៉ុន្មានឡានក្លាសេដែលមានទម្ងន់ជាង10តោនប្រៀបដូចជាសត្វសាហាវមួយក្បាលបានបើកកាត់ទឹកដែលជន់លិចចម្រៅជិត1ម៉ែត្ររលកទឹកបានលិចកាំងខាងមុខឡានអស់ជាងពាក់កណ្ដាលភ្លាមពេលដែលឡានកំពុងបើកកាត់ទឹករលកយ៉ាងនឹងណូស៊ូណាដែលអង្គុយក្បែរអ្នកបើកបរស្រាប់តែស្រែកឡើងដោយការភ្ញាក់ផ្អើលលោកគ្រូយ៉ាងមើលទីនោះនៅក្រោមទឹកមានរបស់វិញយ៉ាងឃើញប្រអប់ដៃពណ៌ខ្មៅដ៏ធំមួយលេចចេញតែ1/3ត្រូវទឹកគួចមករកពួកយើងខ្ញុំកាត់ចង្កូតយ៉ាងលឿនព្រមទាំងជន់ហ្វ្រាំងមួយទំហឹងឡានក្លាសេដែលមានទម្ងន់ជាង10តោនបានរង្គើក្រាកយ៉ាងខ្លាំងនៅក្នុងទឹកដែលជន់លិចចម្រៅជិត1ម៉ែត្រកង់ឡានបន្លឺសំឡេងគិតយ៉ាងខ្លាំងហើយក៏ឈប់ងក់នៅនឹងកន្លែងស៊ូណាយកដៃវីទ្រូងទាំងភ័យមិនទាន់បាត់សំណាងហើយប៉ុន្តែលោកគ្រូយ៉ាងទឹកនេះលិចបំពង់ស៊ីម៉ាំងបាត់ទៅហើយហេតុអ្វីបានជាឡានមិនរលត់ខ្ញុំចង្អុលទៅកញ្ចក់មើលក្រោយមើលទៅផ្នែកខាងស្ដាំខាងក្រោយទូឡានស៊ូណាមើលតាមចង្អុលដៃរបស់ខ្ញុំនៅក្នុងកញ្ចក់មើលក្រោយនៅចំណុចខ្ពស់បំផុតនៃបង្កាន់ដៃដំបូលឡានមានបំពង់ភេសមួយកំពុងបញ្ចេញផ្សែងម៉ាស៊ូតពណ៌ខ្មៅជាបន្តលោកយកបំពង់ភេសមកភ្ជាប់នឹងបំពង់ស៊ីម៉ាំងតាំងពីពេលណាខ្ញុំដាក់លេខទៀបហើយជន់កែរំដងទៀតពេលរៀបចំអីវ៉ាន់ឡើងឡាននេះគេហៅថាបំពង់ដកដង្ហើមទីតាំងខ្ពស់ឲ្យតែបំពង់ស៊ីម៉ាំងមិនចូលទឹកឡាននេះនៅតែអាចបើកក្នុងទឹកបានធម្មតាស៊ូណាសម្លឹងមើលទម្រង់មុខចំហៀងរបស់ខ្ញុំដែលកំពុងដូរលេខយ៉ាងស្ទាត់ជំនាញក្នុងក្រសែភ្នែករបស់នាងបានបញ្ចេញនូវការកោតសរសើរយ៉ាងពិតប្រាកដជាលើកដំបូងពេលនោះស្រាប់តែមានសំឡេងស៊ីផ្លេឡានយ៉ាងខ្លាំងបន្លឺឡើងពីខាងក្រៅបង្អួចឡាន pick up ដែលបានដំឡើងបាត់ខ្ពស់មួយគ្រឿងបានបើកដេញតាមពីក្រោយមកបើកទន្ទឹមនឹងពួកយើងបង្អួចឡានក៏បញ្ចុះចុះចៅជាងនិយាយទាំងខំថ្មិញសង្កត់ចិត្តថាយ៉ាងហ្វឹងអញហ៊ានយកបំពង់កញ្ចាស់មកបំពង់ស៊ីម៉ាំងផងប៉ុន្តែយ៉ាងម៉េចទៅគ្រឿងសមុទ្រនៅខាងក្នុងគ្មានអុកស៊ីសែនទេគឺរងចាំតែញាប់ទាំងអស់នឹងចាំមើលអញអាចទ្រាំបានដល់ពេលណា
លោកគ្រូយ៉ាងគាត់និយាយត្រូវហើយការបញ្ចុះកម្ដៅដោយប្រើទឹកកកនិងអំបិលខ្ញុំយល់ហើយប៉ុន្តែបើគ្មានម៉ាស៊ីនបូមអុកស៊ីសែនទេគ្រឿងសមុទ្រតម្លៃ10លាននោះច្បាស់ជាខ្វះអុកស៊ីសែនងាប់មិនខាននរណាប្រាប់នាងថាទូឡានបិទចិត្តឈឹងនោះពេលខ្ញុំរៀបអីវ៉ាន់ឡើងឡានខ្ញុំបានប្រាប់កម្មករឲ្យទប់ចន្លោះផ្លូវរៀងកាក់បាតគឺសម្រាប់ពេលនេះឯងខ្យល់ព្យុះនៅខាងក្រៅយ៉ាងហោចណាស់ក៏កម្រិត9ដែរឲ្យតែខ្ញុំបើកទ្វារក្រោយចំហបន្តិចពេលឡានបើកទៅមុខខ្យល់ខ្លាំងនឹងបក់ចូលតាមចន្លោះទ្វារបង្កើតបានជាខ្យល់បក់កាត់ស៊ូណាស្រឡាំងកាំងបន្តិចរួចក៏ដកដង្ហើមធំខ្យល់ត្រជាក់បក់កាត់ភួយក្បាលសាមដែលស្រូបទឹកនិងពន្លឿនការហួតជាតិទឹកនិងនាំយកកម្ដៅចេញធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះម្ដងទៀតហើយលំហូរខ្យល់យ៉ាងខ្លាំងនេះជំនួសម៉ាស៊ីនបូមអុកស៊ីសែនដោយផ្ទាល់ផ្ដល់អុកស៊ីសែនឥតឈប់ឈរដល់គ្រឿងសមុទ្រក្នុងទេនេះគឺជាវិធីសាស្ត្របុរាណរបស់អ្នកបើកបរជំនាន់មុនដែលរត់ផ្លូវឆ្ងាយក្នុងសម័យដែលការដឹកជញ្ជូនខ្លះសេទើបតែចាប់ផ្ដើមវាសាមញ្ញតែអាចសង្គ្រោះជីវិតបានឲ្យតែឡាននៅតែរត់គ្រឿងសមុទ្រនឹងមិនងាប់ទេនិយាយចប់ខ្ញុំក៏ជន់កែបង្កើតជារលកទឹកល្អកម្ពស់ជាង2ម៉ែត្រជិះទៅលើបង្អួចឡាន pick up នោះចៅជាងភ័យស្លន់ស្លោកាច់ចង្កូតយ៉ាងលឿនធ្វើឲ្យឡាន pick up ធ្លាក់ចូលទៅក្នុងរណ្ដៅទឹកក្បែរនោះទោះបីជាមិនរលត់ប៉ុន្តែលបឿនក៏ថយចុះភ្លាមហើយត្រូវខ្ញុំទុកចោលនៅខាងក្រោយយ៉ាងឆ្ងាយឃើញបែបនេះស៊ូណាក៏ដកដង្ហើមធំយ៉ាងធូរស្រាលកន្លះម៉ោងក្រោយមកនៅផ្នែកភស្តុភារនៃហាងធំហើយយឺគឺពេលដែលទ្វារក្រោយឡាន Class ត្រូវបានបើកទាំងស្រុងឃើញគ្រឿងសមុទ្រគុណភាពខ្ពស់ទាំងនោះនៅតែលោតកញ្ជ្រោលក្នុងទឹកអំបិលទឹកកកផ្ទះបាយទាំងមូលបានបន្លឺសំឡេងហូតកញ្ជ្រៀវយ៉ាងកងរំពងពេលនោះចៅទឺហ្វាដែលបានដឹងដំណឹងនេះបាននាំចៅជាងសម្រុកចូលមកទាំងខឹងសម្បាលេខាស៊ូទំនិញជើងនេះចាត់ទុកថាយ៉ាងហ្វឹងវាមានសំណាងប៉ុន្តែយើងគួរតែគិតគូររឿងក្តាមអធិរាជតម្លៃ2លានមុននេះហើយការងាប់របស់ក្តាមអធិរាជគឺបណ្ដាលមកពីការអនុវត្តខុសច្បាប់ផ្ទាល់ខ្លួនរបស់យ៉ាងហ្វឹងសំណងដ៏ច្រើនសន្ធឹកសន្ធាប់នេះគួរតែឲ្យវាជាអ្នកទទួលខុសត្រូវពួកនាងកាត់ថ្លៃដឹកជញ្ជូនសង្គ្រោះបន្ទាន់របស់វាទាំងអស់ដើម្បីទូទាត់បំណុលមួយផ្នែកទៅចំណែកឯប្រាក់ដែលនៅសល់ផ្នែកច្បាប់របស់ហើយគឺអាចទៅដឹងវានៅតុលាការដោយផ្ទាល់ទៅចៅជាងនិយាយបន្ថែមពីក្បែរនោះគឺសុទ្ធតែជាបញ្ហារបស់យ៉ាងហ្វឹងមិនមានពាក់ព័ន្ធអ្វីនឹងក្រុមហ៊ុនដឹកជញ្ជូនស៊ីងវ៉ាងរបស់ពួកយើងសូម្បីតែបន្តិចបើពួកនាងចង់ទារសំណងទៅរកវាទៅខ្ញុំលូកយកប្រអប់ប្លាស្ទិកពណ៌ខ្មៅតូចមួយចេញពីហោប៉ៅអោខាងក្នុងរួចងាកទៅមើលស៊ូណាលេខាស៊ូខ្ចីកុំព្យូទ័រយួរដៃដែលមានរន្ធយេស6ផ្លេតមកស៊ូណាមិនស្ទាក់ស្ទើរឡើយនាងប្រាប់ជំនួយការនៅក្បែរនោះឲ្យហុចកុំព្យូទ័រយួរដៃស្ដាងមួយគ្រឿងមកភ្លាមខ្ញុំទាញក្បាលដោតដែលលាក់នៅចំហៀងប្រអប់ប្លាស្ទិកចេញរួចដោតចូលទៅក្នុងរន្ធយេសបឺរបស់កុំព្យូទ័រដោយផ្ទាល់ចៅជាងសាច់ចំអកយ៉ាងហ្វឹងឯងកុំមកធ្វើពុតជារឿងអភូតហេតុនៅទីនេះខ្ញុំមិនខ្វល់ពីវាតតែសោះខ្ញុំចុចបើកកម្មវិធីអានទិន្នន័យដែលលោតចេញមកដោយស្វ័យប្រវត្តិនៅលើកុំព្យូទ័រយ៉ាងស្ទាត់ជំនាញនេះគឺជាទិន្នន័យត្រួតពិនិត្យសីតុណ្ហភាពប្រសិនបើរន្ធខ្យល់ចេញត្រូវស្ទះសីតុណ្ហភាពនឹងកើនឡើងយ៉ាងគំហុកលុះត្រាតែថាមពលម៉ាស៊ីនត្រជាក់ត្រូវបានគេបន្ថយដោយចេតនាទើបលេចចេញនៅខ្សែកង់សីតុណ្ហភាពកើនឡើងជាកម្មបែបនេះចៅជាងមុខស្លេកប៉ុន្តែនោះក៏មិនអាចបញ្ជាក់ថាវាជារបស់ឡានលេខ8ដែរខ្ញុំសាយចំអកមួយសន្ទុះរួចចុចបើកកំណត់ហេតុកន្លងផ្លូវម៉ាស៊ីនកត់ត្រាក្រៅបណ្ដាញកម្រិតឧស្សាហកម្មតម្លៃ3000យន់នេះមិនត្រឹមតែកត់ត្រាសីតុណ្ហភាពប៉ុណ្ណោះទេថែមទាំងមានប្រព័ន្ធកំណត់ទីតាំង Gibbs Accurate និងត្រាពេលវេលាទៀតផងអ្នកទាំងអស់គ្នាមើលអេក្រង់ទីតាំងបើកដំណើរការរបស់វាគឺកំណត់ទីតាំងយ៉ាងច្បាស់លាស់នៅចំណប់ទុកទំនិញលេខ3នៃសួនភស្តុភារស៊ីងវ៉ាងហើយកន្លងផ្លូវបើកបរត្រួតស៊ីគ្នាយ៉ាងល្អឥតខ្ចោះជាមួយកំណត់ផ្លូវល្បឿនលឿនក្រវ៉ាត់ក្រុងមុខរបស់យ៉ាវខៀងស្រាប់តែស្លេកស្លាំងហើយរាងកាយទាំងមូលរបស់គាត់ក៏ទន់ជ្រាយដូចភពយ៉ាវដេវ៉ាសម្លឹងមើលអេក្រង់កុំព្យូទ័រដោយមិនជឿគាត់ដែលបានតស៊ូក្នុងពិភពចំនួនជាច្រើនឆ្នាំដឹងយ៉ាងច្បាស់ថានេះមិនត្រឹមតែជាបញ្ហានៃសំណង2លានប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការក្លែងបន្លំពាណិជ្ជកម្មដ៏អាក្រក់បំផុតដែលនឹងត្រូវជាប់គុកស៊ូណាសម្លឹងមើលពូនិងក្មួយប្រុសយ៉ាងត្រជាក់ហើយយកទូរស័ព្ទដៃរបស់នាងចេញមកសន្តិសុខចាក់សោទ្វារទេឃ្លាហើយទូរស័ព្ទទៅប៉ូលីសភ្លាមក្នុងពេលជាមួយគ្នានេះសូមជូនដំណឹងទៅនាយកដ្ឋានច្បាប់អមយកទិន្នន័យ GIPS និងសីតុណ្ហភាពនៅក្នុងកុំព្យូទ័រហើយរៀបចំដាក់ពាក្យបណ្ដឹងទាមទារសំណងចំនួន2លានប្រឆាំងនឹង Chengweng Logistics បូករួមទាំងបណ្ដឹងព្រមទុនសម្រាប់ការក្លែងបន្លំពាណិជ្ជកម្មជើងរបស់យ៉ាវដេវ៉ាតុនហើយគាត់បានលុតជង្គង់ដោយផ្ទាល់នៅក្នុងថ្លុកទឹកខ្ញុំបាននិយាយថាប្រាក់ដែលនៅសល់80000របស់ខ្ញុំគឺទុកសម្រាប់អ្នកទិញឈូសឥឡូវនេះមឈូសទី1ត្រូវបានបញ្ជូនមកហើយប៉ូលីសចំណាយពេលត្រឹមតែ10នាទីប៉ុណ្ណោះដើម្បីមកដល់កញ្ជ្រោងចាស់យ៉ាវដេវ៉ាដើម្បីការពារខ្លួនមិនស្ទាក់ស្ទើរក្នុងការទេកំភ្លៀងយ៉ាវខៀងឡើយសត្វត្រីឆានដើម្បីលោកខ្លួនចង់បានប្រាក់ចំណេញ100000ពីថ្លៃដឹកជញ្ជូនអញហ៊ានធ្វើរឿងខុសច្បាប់បែបនេះនៅពីក្រោយក្នុងអញសមិទ្ធប៉ូលីសនេះគឺជាប្រតិបត្តិការខុសច្បាប់ផ្ទាល់ខ្លួនរបស់វាទាំងអស់ហើយការក្លែងបន្លំហត់លេខាក៏ជាទង្វើរបស់វាដែរ Chengweng Logistics របស់ខ្ញុំមិនដឹងអ្វីទាំងអស់យើងក៏ជាជនរងគ្រោះដែរពូជាអ្នកប្រាប់ខ្ញុំឲ្យបន្ថយធម្មពលឯកសារក្លែងបន្លំនោះក៏ពូជាអ្នកបង្រៀនខ្ញុំឲ្យធ្វើដែរពូជួយខ្ញុំផងខ្ញុំមិនចង់ជាប់គុកទេនិយាយឈួតបង្កបញ្ហាខ្លួនឯងត្រូវទទួលខុសត្រូវខ្លួនឯងកុំមកទម្លាក់កំហុសលើអ្នកដទៃនៅទីនេះយ៉ាវដេវ៉ាបានកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ដោយគ្មានក្តីមេត្តាការក្លែងបន្លំត្រាឯកជនការបំផ្លាញឧបករណ៍ដែលមានភាពជាក់លាក់បណ្ដាលឲ្យមានការខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើនចំនួន2លាននិងការសង្ស័យថាមានការក្លែងបន្លំពាណិជ្ជកម្មដ៏ធំបត់ល្មើសទាំងនេះបុកបញ្ចូលគ្នាគឺគ្រប់គ្រាន់សម្រាប់យ៉ាវឆេងជាប់គុកជាង10ឆ្នាំទោះបីជាយ៉ាវដេវ៉ាបានរួចផុតពីការជាប់គុកដោយការទម្លាក់កំហុសក៏ដោយប៉ុន្តែនាយកដ្ឋានច្បាប់របស់ Heyu Pavilion មានភាពតឹងរ៉ឹងខ្លាំងណាស់សំណងទំនិញចំនួន2លានបូករួមទាំងប្រាក់ពិន័យសម្រាប់ការបំពេញកិច្ចសន្យាត្រូវបានកាត់ចេញដោយបង្ខំពីគណនីសាធារណៈរបស់ Chengwang Logistics ក្នុងរយៈពេល3ថ្ងៃ Heyu Pavilion បានទូទាត់ថ្លៃដឹកជញ្ជូនសង្គ្រោះបន្ទាន់5ដងឲ្យខ្ញុំយ៉ាងលឿនខ្ញុំបានប្រើប្រាក់នេះបូករួមទាំងប្រាក់សន្សំពីមុនរបស់ខ្ញុំដើម្បីទិញឡានដឹកទំនិញទូទឹកកកធុនធ្ងន់ថ្មី70នៅក្នុងទីផ្សាររថយន្តជុះហើយចាប់ផ្ដើមធ្វើការដោយខ្លួនឯងទាំងស្រុងគ្រឿងសមុទ្ររបស់ Heyu Pavilion មិនមានរាល់ថ្ងៃទេប្រសិនបើអ្នកចង់កំទេច Chengwang Logistics ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លីអ្នកត្រូវតែដណ្ដើមយកខ្សែជីវិតប្រាក់ចំណេញស្នូលរបស់ពួកគេគឺការដឹកជញ្ជូនសាច់ស្រស់ហើយរោងចក្រសាច់គ្រួសារសិនគឺជាអ្នកនាំចេញធំបំផុតនៅក្នុងទីក្រុងថៅកែសិនត្រូវបញ្ជូនសាច់ផ្លូវស្រស់រាប់ម៉ឺនជញ្ជីងទៅកាន់ខេត្តជិតខាងជារៀងរាល់ថ្ងៃនៅម៉ោង10ព្រឹកថ្ងៃនេះព្យុះទីហ្វុងទើបតែបានកន្លងផុតទៅហើយសីតុណ្ហភាពបានកើនឡើងដល់37អង្សាសេខ្ញុំទើបតែបើកឡានទូទឹកកកជុះចូលទៅក្នុងទីធ្លាផ្ទុកទំនិញរបស់រោងចក្រសាច់គ្រួសារសិនហើយថៅកែសិនក៏ប្រញាប់ចេញមកទទួលខ្ញុំលោកគ្រូយ៉ាងមានបញ្ហាហើយសាច់ជ្រូកត្រជាក់20000ជញ្ជីងនៅរសៀលនេះគឺជាការបញ្ជាទិញបន្ទាន់ប៉ុន្តែយ៉ាវដេវ៉ាទើបតែនិយាយថាដរាបណាខ្ញុំហ៊ានប្រាអ្នកគាត់នឹងមិនទទួលយកទំនិញទាំងអស់ពីរោងចក្ររបស់យើងនៅថ្ងៃអនាគតទេ
ហើយឡានរបស់អ្នកគឺជាឡានចាស់ជួសម៉ាស៊ីនត្រជាក់ចាស់ហើយក្នុងអាកាសធាតុក្តៅ37អង្សាសេបែបនេះទូឡាននឹងក្លាយជាធុងប្រេងធំនៅពេលត្រូវកម្ដៅថ្ងៃម៉ាស៊ីនចាស់នឹងផ្ទុកលើសទម្ងន់ញឹកញាប់ហើយប្រកាសជានឹងបង្កឲ្យមានការឈប់ការពារសីតុណ្ហភាពខ្ពស់ពេលអ្នកបើកបរធម្មតាតើអ្នកមិនចាំបាច់ទៅរោងចក្រផលិតទឹកកកដងសេងដើម្បីទិញទឹកកកកំទេចឧស្សាហកម្មពី3តោនដើម្បីជួយបន្ថយសីតុណ្ហភាពទេមិនទាន់និយាយចប់ផងរថយន្ត Mercedes-Benz ពណ៌ខ្មៅដ៏លេចធ្លោរបស់ Yaudeva បានឈប់នៅមាត់ទ្វារយ៉ាងហ្វេងខ្ញុំបានមកសមត្ថភាពផលិតរបស់រោងចក្រផលិតទឹកកកដងសេងទាំងអស់សម្រាប់ថ្ងៃនេះហើយចំណែករោងចក្រទឹកកកតូចពីរនៅសង្កាត់ក្បែរនោះខ្ញុំក៏ទើបតែឲ្យកង់រថយន្តទៅបិទផ្លូវផ្ទុកទំនិញដោយចៃដន្យដែរតែចាស់សិនបើគ្មានដុំទឹកកកទ្របបាត់ទេម៉ាស៊ីនត្រជាក់នៃឡានចាស់កញ្ចាស់របស់វានៅក្រោមកម្ដៅថ្ងៃនេះនឹងឆេះ mainboard ហើយឈប់ដំណើរការក្នុងរយៈពេលមិនដល់កន្លះម៉ោងផងឲ្យឯកសារមកខ្ញុំថ្លៃដឹកជញ្ជូនកើនឡើង20បើមិនដូច្នេះទេសាច់20000ជញ្ជីងរបស់អ្នកនឹងរលួយនៅក្នុងរោងចក្រនៅថ្ងៃនេះខ្ញុំមិនខ្វល់ពីការស្រែករបស់គាត់ទេហើយបើកទ្វារឡានលោតឡើងថៅកែសិនម៉ោង2រសៀលផ្ទុកទំនិញឲ្យទាន់ពេលបន្ទាប់ពីចាក់ចេញពីរោងចក្រសាច់ខ្ញុំបានបើកឡានត្រង់ទៅកាន់ទីផ្សារលក់ដុំដ៏ធំបំផុតនៅជីក្រុងថៅកែយកការ៉ុងក្រចៅចាស់ដែលក្រាស់បំផុតនិងស្រូបទឹកបានល្អបំផុតចំនួន200មកឲ្យខ្ញុំយកធុងប្លាស្ទិកសំប៉ែតដែលអាចផ្ទុកទឹកបាន50លីត្រចំនួន4និងខ្សែនីឡុងក្រាស់2ដុំទៀតម៉ោង1:30រសៀលសីតុណ្ហភាពបានកើនឡើងម្ដងទៀតខ្ញុំកាន់បំពង់ទឹកសម្ពាធខ្ពស់ហើយលំហូរទឹកដ៏ធំបានហូរចុះមកធ្វើឲ្យការ៉ុងក្រចៅដ៏គ្រើមទាំង200នោះសាមជប់បន្ទាប់មកខ្ញុំបានបញ្ជាឲ្យកម្មករផ្ទុកទំនិញមួយចំនួនពីរោងចក្រសាច់យកការ៉ុងសាមទាំងអស់បិទលើសន្លឹកដែកនៅខាងក្រៅទូឡានហើយចងវាឲ្យតឹងដោយខ្សែជាពិសេសនៅជុំវិញកងដងសខាងក្រៅនៃម៉ាស៊ីនត្រជាក់នៅផ្នែកខាងមុខនៃទូឡានត្រូវរុំវាពីរជាន់ខ្ញុំបានចងធុងប្លាស្ទិកធំចំណុះ50លីត្រដែលពោពេញដោយទឹកចំនួន4នៅជ្រុងទាំង4នៃដំបូលឡានហើយចោះរន្ធតូចមួយចំនួននៅបាតធុងដំណក់ទឹកល្អិតហូរចុះយឺតតាមជញ្ជាំងខាងក្រៅនៃទូឡានដើម្បីធានាថាការ៉ុងតែងតែស្ថិតក្នុងស្ថានភាពស្រុកទឹកពេញលេញយ៉ាងវិញឯងកំពុងលេងសៀកមែនទេអាកាសធាតុ37អង្សាសេឯងព្យួរក្រណាត់រហែកពីរបីផ្ទាំងដើម្បីការពារកម្ដៅថ្ងៃមែនទេថៅកែសិនសម្លឹងមើលទិដ្ឋភាពដ៏គួរឲ្យអស់សំណើចនេះហើយសង្កត់ទ្វារឡានរបស់ខ្ញុំដោយក្តីអស់សង្ឃឹមលោកគ្រូយ៉ែងព្យុះទីហ្វុងទើបតែបានកន្លងផុតទៅថ្ងៃនេះជាថ្ងៃសូណាសំណាមខ្យល់ខ្ពស់ណាស់ជាតិទឹកមិនអាចហួតបានច្រើនទេម៉ាស៊ីនត្រជាក់ជុះរបស់អ្នកចាស់ហើយខាងក្រៅក្តៅខ្លាំងម៉ាស៊ីននឹងឈប់ដំណើរការដោយសារការការពារកម្ដៅក្នុងពេលបន្តិចទៀតនេះថៅកែសានការរងសាមទាំងនេះគឺសម្រាប់ធ្វើជាវាំងនឹងទឹកត្រជាក់ខាងក្រៅសម្រាប់សម្បកទូឡាននិងកងដងសោដរាបណាឡានរត់លបឿនខ្យល់លឿនគ្រប់គ្រាន់ចរំខ្យល់ដោយបង្ខំនឹងអាចបំបែកដែនកំណត់នៃសំណាំខ្ពស់និងយកកម្ដៅចេញយ៉ាងច្រើនដរាបណាសីតុណ្ហភាពបរិយាកាសក្នុងតំបន់ជុំវិញម៉ាស៊ីនត្រជាក់ត្រូវបានកាត់បន្ថយពី37អង្សាសេទៅក្រោម30អង្សាសេម៉ាស៊ីនបង្ហាប់ចាស់នេះនឹងមិនបង្កឲ្យមានការការពារសីតុណ្ហភាពខ្ពស់ទេដរាបណាម៉ាស៊ីនមិនឈប់ការឈានដល់0អង្សាសេនៅក្នុងទូឡាននឹងមិនមានបញ្ហាទេយកព្រមផ្ទុកទំនិញឡាងតាមវាទៅម៉ាស៊ីនចាស់បុកនឹងសាច់20000ជញ្ជីងមិនដល់2ម៉ោងទេប្រកាសជាឆេះ mainboard ចប់ហើយសាច់ស្រស់នៅក្នុងសីតុណ្ហភាព6អង្សាកន្លះម៉ោងវានឹងហូរឈាមហើយជូរពេលនោះដែលឡាន Mercedes ពីក្រោយក៏បើកមកទន្ទឹមគ្នាយ៉ាងហ្វឹងម៉ាស៊ីនត្រជាក់ឯងចិត្តរលត់ហើយមែនទេខ្ញុំស្ដាប់សំឡេងម៉ាស៊ីនវាដូចជាមិនសូវស្រួលទេឥឡូវបកក្រោយមកអង្វរខ្ញុំអាចជួយដឹកសាច់ស្អុយនេះយកទៅឲ្យឆ្កែស៊ីបានខ្ញុំសម្លឹងមើលគាត់ដោយកែវភ្នែកត្រជាក់ថៅកែសុនកុំប្រញាប់ឡានទៅតែបន្ថែមល្បឿនខ្ញុំធានាថានឹងដឹកសាច់ទៅដល់ដោយសុវត្ថិភាពបើមានបញ្ហាខ្ញុំជាអ្នកទទួលខុសត្រូវនិយាយចប់ខ្ញុំក៏ជន់កែដល់បាតត្រូនិកល្បឿនក៏ចាប់ផ្ដើមឡើងដល់80ម៉ាយខ្យល់បក់ខ្លាំងបានហែកស្រទាប់ទឹកនៃថង់អាប៉េស្តូហើយការសាយភីកម្ដៅយ៉ាងខ្លាំងក៏ចាប់ផ្ដើមទឹកក្នុងធុងជ័រធំទាំង4នៅលើដំបូលឡានហូរយ៉ាងស្មើគ្នាធ្វើឲ្យសាមថង់ក្រចៅដែលរុំជុំវិញកងដងសម៉ាស៊ីនត្រជាក់ទេម៉ូម៉ែត្រនៅលើកុងសូលកណ្ដាលចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងស្រាប់តែឮសំឡេងទីតសីតុណ្ហភាពក៏ថេរនៅ 0.5 អង្សាសេម៉ាស៊ីនចាស់អាចទប់ទល់នឹងកម្ដៅបានយ៉ាងល្អពេលនេះចៅទៅហ្វានៅក្នុងឡាន Mercedes កំពុងតែជ្រួញចិញ្ចាំអាល្អិតនេះបើកលឿនម្លេះប្រញាប់ទៅចាប់ជាតិមែនថៅកែអីវ៉ាន់គាត់នេះមានកំណត់ពេលវេលាច្បាស់លាស់ណាស់ចុះបើខ្ញុំវ៉ាទៅបាំងពីមុខគាត់ឲ្យតែយើងបន្ថយល្បឿនគាត់ត្រឹម40ម៉ាយគាត់ច្បាស់ជាមិនអាចដឹកទៅទាន់ពេលទេម្យ៉ាងទៀតពេលថ្ងៃត្រង់កម្ដៅផ្លូវអាចដុតកម្ដៅទូឡានគាត់បានសាច់មួយឡាននោះច្បាស់ជាខ្លាយជាស៊ុបសាច់ស្អុយមិនខានគំនិតល្អវ៉ាទៅមុខទៅខាត់គាត់ឲ្យជាប់ខ្ញុំចង់ឲ្យគាត់មើលអីវ៉ាន់នេះស្អុយរលួយនៅលើផ្លូវជាតិឡាន Mercedes ស្រាប់តែបន្ថែមល្បឿនរៀបនឹងវ៉ាចូលមកគៀបខ្ញុំក្រឡេកមើលកញ្ចក់មើលក្រោយខាងឆ្វេងក៏ដឹងពីល្បិចរបស់ពួកគេភ្លាមសាច់ស្រស់ខ្លាចបំផុតគឺការចាប់ហ្វ្រាំងងក់និងការរលាក់ខ្ញុំមិនអាចប្រថុយជីវិតបើកប្រជែងជាមួយគាត់នៅលើផ្លូវទេខ្ញុំរត់ឡានដឹកជញ្ជូនពិសេស8ឆ្នាំមកនេះមិនដែលពឹងលើភាពកង់កាយទេគឺពឹងលើច្បាប់ទម្លាប់និងខ្សែបណ្ដាញខ្ញុំក៏ទាញវិទ្យុតាក់ទងក្នុងឡានបើកទៅប៉ុស្តិ៍សាធារណៈមានបងប្អូនណាកំពុងរត់ឡាននៅលើផ្លូវជាតិលេខ104ទេឡានខ្ញុំមានសាច់ស្រស់20000ជញ្ជីងតែមានឡាន Mercedes ពណ៌ខ្មៅមួយចង់មកគៀបល្បឿនខ្ញុំចង់ធ្វើឲ្យម៉ាស៊ីនត្រជាក់ខ្ញុំខូចនិងបំផ្លាញអីវ៉ាន់ខ្ញុំនៅសល់3គីឡូម៉ែត្រទៀតដល់ចាំងជីតុនមានបងប្អូនណានៅជិតនេះទេជួយបន្តិចមកវិទ្យុតាក់ទងស្ងាត់បាន2វិនាទីបន្ទាប់មកក៏ផ្ទុះឡើងបើកឡាន Mercedes កញ្ចាស់សោះហ៊ានមកធ្វើបាបអ្នកបើកឡានធំនៅលើផ្លូវជាតិផងបងប្អូនកុំភ័យខ្ញុំទើបតែហួសកន្លែងបងលុយចាំងជីតុនឡានទេជន់កែមួយផ្លែតដល់ហើយខ្ញុំនៅកន្លងផ្លូវម្ខាងទៀតនៃចាំងជីតុនចាំខ្ញុំបកក្បាលឡានទៅស្ទាក់ពីមុខរកខ្ញុំម្នាក់ផងខ្ញុំកំពុងដឹកជូមួយឡាននៅពីក្រោយឯង5គីឡូម៉ែត្រចាំខ្ញុំឡើងទៅឥឡូវហើយអ្នកបើកឡានដឹកទំនិញផ្លូវឆ្ងាយតែងតែហូបដេកតាមផ្លូវស្អប់បំផុតគឺពួកអ្នកលេងផ្លូវដែលចូលចិត្តធ្វើបាបគេអ្នកបើកឡានធំគឺជាគ្រួសារតែមួយពាក្យនេះមិនមែនគ្រាន់តែនិយាយលេងនៅលើផ្លូវជាតិទេពេលនេះនៅក្នុងឡាន Mercedes ខាងមុខចៅទៅហ្វាសម្លឹងមើលកញ្ចក់មើលក្រោយឃើញឡានដឹកទំនិញត្រជាក់ត្រូវគេគៀបជាប់ក៏សើចចំអប់រត់ទៅអញពូកែរត់ណាស់តែម្ដងនេះចាំមើលថាសាច់មួយឡាននេះអាចទ្រាំបានយូរប៉ុណ្ណាប៉ុន្តែស្នាមញឹមនៅលើមុខគាត់មិនបានកន្លះនាទីផងឡានកុងទឺណ័រពណ៌ក្រហមមួយគ្រឿងប្រៀបដូចជាភ្នំដែលចល័តបានបើកសម្ដៅមករកក្បាលឡាន Mercedes យ៉ាងលឿនអ្នកបើកឡាន Mercedes ភ័យឡើងប្រលឹងចុងសក់ក៏កាច់ចង្កូតទៅស្ដាំដើម្បីគេចតែពេលដែលគាត់អែបទៅស្ដាំស្រាប់តែឮសំឡេងចាប់ហ្វ្រាំងយ៉ាងខ្លាំងឡានដឹកជុំមួយគ្រឿងមិនដឹងមកពីក្រោយតាំងពីពេលណាបានមកអែបកន្លងផ្លូវខាងស្ដាំរបស់ឡាន Mercedes
បន្ទាប់មកឡានដឹកទំនិញធុនធំទី3បានវ៉ាពីក្រោយមកហើយបាំងពីមុខឡាន Mercedes តែម្ដងសត្វចម្លែកដែកទាំង3គ្រឿងបានបង្កើតជាទ្រុងចល័តរាងអក្សរនៅលើផ្លូវជាតិដោយគៀបឡាន Mercedes ដែលធ្លាប់តែក្រអឹតក្រទុំនោះនៅចំកណ្ដាលអ្នកបើកឡាន Mercedes ភ័យឡើងស្លេកមុខហើយជន់ហ្វ្រាំងយ៉ាងខ្លាំងចៅទៅហ្វាកាន់តែញ័រខ្លួននេះវាមានរឿងអីហ្នឹងខ្ញុំសម្លឹងមើលឡាន Mercedes ដែលត្រូវឡានធំទាំង3គៀបជាប់ហើយខ្ញុំចង់មាត់បន្ទាប់មកក៏លើកវិទ្យុតាក់ទងឡើងអរគុណហើយបងប្អូនថ្ងៃក្រោយមកក្រុមខ្ញុំប៉ាវផឹករឿងតូចតែទេបងប្អូនប្រញាប់ទៅដឹកអីវ៉ាន់ទៅទុកអាមួយនេះឲ្យពួកយើងកំដរវាលេងចុះខ្ញុំកាត់ចង្កូតទៅឆ្វេងជាន់កែហើយបើកចេញពីកន្លងខាងឆ្វេងដែលឡានធំទាំង3ទុកឲ្យខ្ញុំប៉ុន្មាននាទីក្រោយមកល្បឿនឡានក៏ឡើងដល់100ម៉ៃម្ដងទៀតហើយតួលេខនៅលើទេម៉ូម៉ែត្រក៏ត្រឡប់មក0អង្សាវិញម៉ោង5:00ល្ងាចឡានដឹកទំនិញត្រជាក់របស់ខ្ញុំបានឈប់នៅមុខកន្លែងទទួលទំនិញរបស់រោងចក្រកែច្នៃសាច់ហុងហ្វាពេលនេះបរិយាកាសនៅលើវេទិកាពិតជាតានតឹងណាស់លោកប្រធានវាងរបស់រោងចក្រហុងហ្វាឈរធ្វើមុខក្រញើនៅលើវេទិកាពីក្រោយគាត់មានអ្នកត្រួតពិនិត្យគុណភាពប៉ុន្មានអ្នកឈរដោយទឹកមុខភ័យព្រួយឃើញខ្ញុំលោតចុះពីកាប៊ីនឡានលោកប្រធានវាងខំទប់កំហឹងដើរមកសួរលោកគ្រូយ៉ាងអំបញ្ញមិញចៅទៅហ្វារបស់ក្រុមហ៊ុនដឹកជញ្ជូនស៊ីនវាងបានទេមកប្រាប់ខ្ញុំថាម៉ាស៊ីនត្រជាក់របស់អ្នកចាស់ខ្លាំងណាស់ថ្ងៃក្តៅបែបនេះសូម្បីតែទឹកកកមួយដុំក៏មិនបានដាក់ដែរគ្រាន់តែយកបាវរហែកមករុំជុំវិញឡានដើម្បីបន្លំភ្នែកនេះជាសាច់គុណភាពខ្ពស់20000ជាងដែលត្រូវនាំចេញមិនទាន់ឯងយកអាយុជីវិតរោងចក្រហុងហ្វារបស់ខ្ញុំមកលេងសាច់មែនទេលោកប្រធានវាងរីកេថាមិនស្មើនឹងឃើញផ្ទាល់ភ្នែកទេសាច់ខូចយូរមិនខូចបើកទ្វារឡានមើលទៅដឹងហើយពេលនោះដែលឡាន Mercedes ប្រឡាក់សុទ្ធតែពួកបានបើកចូលមកក្នុងទីធ្លារោងចក្រចៅទៅហ្វាបើកទ្វារចុះមកទាំងបែកញើសជុកខ្លួនទោះបីជាពួកគេត្រូវឡានធំទាំង3គៀបនៅលើផ្លូវជាតិអស់ពេលយ៉ាងយូរក៏ដោយតែពេលរួចខ្លួនភ្លាមគេក៏ជន់កែដល់បាត់បើកយ៉ាងលឿនមកទីនេះគឺដើម្បីមកមើលខ្ញុំរលីទ្រព្យសម្បត្តិផ្ទាល់ភ្នែកលោកប្រធានវាងនេះជាថ្ងៃក្តៅ37អង្សាគាត់រត់នៅលើផ្លូវ4ម៉ោងសាច់ផ្លូវក្រោយ20000ជាងនៅខាងក្នុងច្បាស់ជាចេញទឹកហើយឡើងខៀវស្អុយរលួយអស់ហើយលោកគ្រូយ៉ាងបើសាច់មួយឡាននេះពិតជាដូចថៅកែចៅនិយាយមែនខ្ញុំមិនត្រឹមតែមិនទទួលទេថែមទាំងឲ្យអញសងការខូចខាតទាំងអស់របស់ខ្ញុំទៀតផងខ្ញុំមិននិយាយអ្វីទេងាកដើរទៅក្រោយឡានហើយទាញបើកទ្វារក្រោយរបស់ឡានដឹកទំនិញត្រជាក់គ្មានក្លិនស្អុយរលួយដូចដែលចៅទៅហ្វាគិតទេហើយក៏គ្មានទឹកឈាមហូរគួរឲ្យខ្ពើមដែរផ្ទុយទៅវិញមានតែផ្សែងទឹកកកពណ៌ស្ដែលកើតមានតែក្នុងសីតុណ្ហភាព0អង្សាប៉ុណ្ណោះដែលហុយចេញពីក្នុងទូឡានសាច់គោដែលដាក់ក្នុងទូកុងតឺន័រផ្ទៃខាងក្រៅរបស់វាដោយសារតែស្ថានភាពរក្សាភាពស្រស់បានយ៉ាងល្អបំផុតថែមទាំងមានពន្លឺសាច់គួរឲ្យចង់ញ៉ាំទៀតផងលោកវាងបានលេបទឹកមាត់មួយក្អឹកហើយប្រញាប់ឲ្យបុគ្គលិកត្រួតពិនិត្យឲ្យមកពិនិត្យ10នាទីក្រោយមកបុគ្គលិកត្រួតពិនិត្យម្នាក់បានចុះពីលើឡានលោកវាងការត្រួតពិនិត្យទាំងអស់ត្រូវបានបញ្ចប់គ្មានបញ្ហាអ្វីទេជាងយ៉ាងអស្ចារ្យណាស់ខ្ញុំធ្វើការនៅរោងចក្រសាច់អស់រយៈពេល20ឆ្នាំមកហើយមិនដែលឃើញការអនុវត្តបែបនេះទេចៅទឺហ្វាបានស្ទុះទៅមុខដូចជាឃើញខ្មោចគាត់បានយកដៃទៅប៉ះសាច់ផ្លូវក្រោយមួយដុំភាពត្រជាក់និងភាពយឺតនៃសាច់ដែលបញ្ជូនមកតាមចុងម្រាមដៃដូចជាម្ជុលដែកមួយដើមដែលចាក់ទម្លុះការស្រមើស្រមៃចុងក្រោយរបស់គាត់មិនអាចទៅរួចទេវាមិនអាចទៅរួចទេម៉ាស៊ីនត្រជាក់របស់អ្នកច្បាស់ជាមិនអាចទប់ទល់នឹងសីតុណ្ហភាពខ្ពស់បែបនេះបានទេអ្នកមិនបានដាក់ទឹកកកទេតើទូកុងតឺន័រអាចទប់សីតុណ្ហភាពបានយ៉ាងដូចម្តេចលោកម្ចាស់ចៅទឹកកកកំតិចនៅក្នុងទីក្រុងឡុងថ្វានពិតជាមធ្យោបាយដ៏ល្អប៉ុន្តែទោះបីជាអ្នកមានលុយច្រើនយ៉ាងណាក៏ដោយតើអ្នកអាចរារាំងខ្យល់នៅលើផ្លូវជាតិបានទេការហួតនៃចំហាយទឹកស្រូបយកកម្ដៅការបង្ខំឲ្យកាត់ផ្ដាច់លំហូរដើម្បីបញ្ចេញកម្ដៅនេះគ្រាន់តែជាចំណេះដឹងរូបវិទ្យាកម្រិតអនុវិទ្យាល័យប៉ុណ្ណោះចៅទឺហ្វាខឹងរហូតដល់ញ័រខ្លួនពេញប្រាណលោកវាងមិនបានខ្វល់ពីចៅទឺហ្វាដែលកំពុងតែខឹងសម្បានោះទេគាត់បានដកវិក័យប័ត្រទទួលទំនិញចេញមកភ្លាមជាងយ៉ាងថ្លៃដឹកជញ្ជូនលើកនេះរោងចក្រហុងហ្វារបស់ខ្ញុំនឹងទូទាត់ឲ្យអ្នកផ្ទាល់ក្រៅពីនេះខាងលោកម្ចាស់សុនខ្ញុំទើបតែបានទូរស័ព្ទទៅរួចហើយចាប់ពីថ្ងៃស្អែកទៅការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ទាំងអស់របស់ពួកយើងទាំងពីរនឹងត្រូវប្រគល់ឲ្យអ្នកម្នាក់ឯងជាអ្នកទទួលខុសត្រូវពីពាក្យនេះហើយចៅទឺហ្វាមានអារម្មណ៍ដូចជាត្រូវរន្ទះបាញ់ចំក្បាលអញ្ចឹងរោងចក្រសាច់ត្រកូលសុននិងរោងចក្រកែច្នៃហុងហ្វាគឺជាសរសៃឈាមធំពីរលោកវាងលោកមិនអាចធ្វើបែបនេះបានទេការងារនេះជារបស់ខ្ញុំបើលោកប្រគល់វិក័យប័ត្រទាំងអស់ឲ្យគាត់តើខ្ញុំត្រូវសងប្រាក់កម្ចីសម្រាប់ឡានដឹកទំនិញត្រជាក់រាប់សិបគ្រឿងរបស់ខ្ញុំយ៉ាងដូចម្តេចខ្សែសង្វាក់ដើមទុនរបស់ខ្ញុំនឹងត្រូវកាត់ផ្ដាច់ហើយលោកម្ចាស់ចៅពេលដែលលោកប្រើឡានអន់មកបោកប្រាស់ខ្ញុំហេតុអ្វីលោកមិនគិតពីការរស់រានមានជីវិតរបស់ខ្ញុំផងអំបញ្ញមិញលោកថែមទាំងចង់ឲ្យទំនិញរបស់ខ្ញុំខូចទៀតដើម្បីតែចង់កម្ចាត់គូប្រជែងមនុស្សដែលគ្មានគុណធម៌ដូចលោករោងចក្រហុងហ្វារបស់ខ្ញុំមិនហ៊ានប្រើទេពាក្យសម្ដីទាំងនេះធ្វើឲ្យចៅទឺហ្វាខ្សោយជើងស្ទើរតែដួលគាត់បានងាកក្បាលទៅសម្លឹងមើលខ្ញុំដោយកំហឹងលោកវាងគុំវង្វេងអីបច្ចេកទេសរបស់លីនហ្វឹងល្អយ៉ាងណាក៏ដោយគាត់គ្រាន់តែជាអ្នកក្រដែលមានឡានចាស់មួយគ្រឿងប៉ុណ្ណោះបរិមាណទំនិញចេញរបស់រោងចក្រទាំងពីររបស់លោកក្នុងមួយថ្ងៃមានរាប់សែនគីឡូតើគាត់យកអ្វីមកទទួលការងារដ៏ធំនេះគាត់មិនអាចធ្វើវាបានទេបើប្រគល់ការងារឲ្យគាត់ស្អែកនេះទំនិញរបស់លោកនឹងត្រូវរលួយអស់នៅក្នុងរោងចក្រមិនខានជាងយ៉ាងសម្ដីរបស់ចៅទឺហ្វាទោះបីជាស្ដាប់ទៅមិនពីរោះប៉ុន្តែវាពិតជាបញ្ហាជាក់ស្ដែងបរិមាណទំនិញចេញរបស់យើងគឺធំណាស់អ្នកមានឡានតែមួយគ្រឿងតើអាចទទួលការងារនេះបានទេលោកវាងគុំបារម្ភឲ្យតែប្រាក់ចំណេញគ្រប់គ្រាន់ខ្ញុំធានាថានឹងបញ្ជូនទំនិញទៅដល់ដៃលោកទាំងបរិមាណនិងគុណភាពព្រឹកព្រលឹមថ្ងៃបន្ទាប់ក្រុមអ្នកដឹកជញ្ជូនទូទាំងខេត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអាយ៉ាចៅទឺហ្វាកញ្ជ្រោងចាស់ម្នាក់នេះហៀបនឹងក្រឡាប់ចាស់ហើយគាត់មិនដឹងជាទៅពឹងពាក់អ្នកណាទេបានឆក់យកការងារដឹកជញ្ជូនសាច់គោនាំចូលតម្លៃ5លានពីដៃរោងចក្រហុងហ្វានៅម៉ោង10ព្រឹកនេះគាត់នឹងរៀបចំពិធីសម្ពោធការដឹកជញ្ជូនសាច់គោដំបូងគេបង្អស់នៅមជ្ឈមណ្ឌល Logistics ស៊ីងវ៉ាងដើម្បីបង្ហាញពីស្តង់ដារខ្សែសង្វាក់ត្រជាក់ទូទាំងខេត្តត្រូវហើយយុទ្ធធនាគារធំនិងអ្នកវិនិយោគក្នុងក្រុងជាច្រើនត្រូវបានអញ្ជើញឲ្យទៅចូលរួមដែរឲ្យតែការបង្ហាញនេះធ្វើបានល្អដើម្បីបញ្ជាក់ពីសមត្ថភាពខ្សែសង្វាក់ត្រជាក់របស់គាត់ធនាគារមិនត្រឹមតែមិនដកប្រាក់កម្ចីវិញទេថែមទាំងនឹងផ្ដល់អន្ទានបន្ថែម10លានទៀតផងចំពេលនោះឯងទូរស័ព្ទរបស់លោកម្ចាស់សុនបានខលចូលមកសម្លេងរបស់គាត់ហាក់ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងជាងយ៉ាងខ្ញុំសូមទោសផងចៅទឺហ្វាបានប្រើទំនាក់ទំនងក្នុងខេត្តមកសង្កត់សង្កិនបង្ខំយកការងារដឹកជញ្ជូនសាច់គោនេះទៅបាត់ហើយលោកវាងនៃរោងចក្រហុងហ្វាក៏គ្មានជំរឿនដែរព្រោះម្ខាងទៀតមានឡានរាប់សិបគ្រឿងសម្រាប់បង្អួតអ្នកវិនិយោគមើលទៅហាក់ដូចជាមានទំនុកចិត្តជាងពិធីសម្ពោធនេះគឺគ្រាន់តែឲ្យឡានដឹកទំនិញត្រជាក់ដែលពេញដោយសាច់គោទៅហើរថ្ងៃក្តៅជាង30អង្សាររយៈពេលជាង1ម៉ោងដើម្បីឲ្យមនុស្សទស្សនាប៉ុណ្ណោះ
ត្រូវហើយលើថាថែមទាំងមានអាចកំបាំងនៃការធ្វើឲ្យត្រជាក់អ្វីទៀតផងដើម្បីសន្សំលុយប៉ារ៉ាម៉ែត្រស្នូលនៃម៉ាស៊ីនត្រជាក់របស់ក្រុមឡានចៅទឺហ្វាត្រូវបានក្មួយប្រុសរបស់គាត់កែប្រែតាំងពីយូរមកហើយឧបករណ៍កម្ដៅក៏ខ្វះការថែទាំដែរបើបើកលើភ្លើងល្បឿនលឿនមានខ្យល់ជួយបញ្ចេញកម្ដៅវានៅតែអាចទប់ទល់បានប៉ុន្តែបើត្រូវហាលថ្ងៃចោល1ម៉ោងហើយចង់រក្សាសីតុណ្ហភាពនៅ0អង្សាម៉ាស៊ីនត្រជាក់ដែលចាស់ទ្រុឌទ្រោមរបស់គាត់ច្បាស់ជាលើសចំណុះហើយឈប់ដំណើរការមិនខានលោកម្ចាស់សុនលោកទៅមជ្ឈមណ្ឌលឡូជីស្ទីកឥឡូវនេះទៅនាំយកបុគ្គលិកត្រួតពិនិត្យដែលមានសិទ្ធិអំណាចបំផុតរបស់រោងចក្រលោកទៅជាមួយផងព្រឹកនេះមិនត្រឹមតែសាច់គោដឹកចេញមិនរួចទេចៅទឺហ្វាក៏នឹងក្លាយជាចំណីសំណើចរបស់វិស័យនេះដែរម៉ោង 10 ព្រឹកមជ្ឈមណ្ឌលឡូជីស្ទីកស៊ីងវ៉ាងមានការតុបតែងយ៉ាងស្រស់ស្អាតប្រព័ន្ធផ្សព្វផ្សាយធំក្នុងក្រុងបានរៀបចំកាមេរ៉ារួចជាស្រេចប្រធានផ្នែកអន្ទាននៃធនាគារមួយចំនួននិងលោកវ៉ាងនៃរោងចក្រហុងហ្វាដែលកំពុងតែមុខស្រពោនសុទ្ធតែអង្គុយនៅជួរមុខនៃកៅអីភ្ញៀវកិត្តិយសចៅទឺហ្វាស្លៀកឈុតអាវធំយ៉ាងសំសួនឈរនៅមុខឡានដឹកទំនិញត្រជាក់ធុនធ្ងន់មួយគ្រឿងដោយទឹកមុខរីករាយជំរាបសួរលោកថ្នាក់ដឹកនាំនិងមិត្តភ័ក្តិអ្នកសារព័ត៌មានទាំងអស់គ្នាថ្ងៃនេះក្រុមហ៊ុនស៊ីងវ៉ាងឡូជីស្ទីករបស់ខ្ញុំនឹងដឹកជញ្ជូនសាច់គោលំដាប់ខ្ពស់តម្លៃ$5 លានមានអ្នកខ្លះនិយាយថាឧបករណ៍របស់ចៅម្នាក់នេះចាស់ហើយធ្វើឲ្យត្រជាក់មិនកើតទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាឃើញថាតើអ្វីទៅដែលហៅថាការរក្សាភាពស្រស់ដោយមិនគិតពីថ្លៃដើមដើម្បីប្រឆាំងនឹងកម្ដៅថ្ងៃនៅថ្ងៃនេះខ្ញុំមិនត្រឹមតែបើកម៉ាស៊ីនត្រជាក់ក្នុងកម្រិតអាត់បលមកប៉ុណ្ណោះទេប៉ុន្តែថែមទាំងឲ្យគេក្រាលទឹកកកស្ងួតទម្ងន់1តោនពេញនៅបាទូកុងតឺន័រនិងចន្លោះស្រទាប់សាច់ទៀតផងគ្រាន់តែពាក្យនេះភ្លាមអ្នកសារព័ត៌មាននិងអ្នកវិនិយោគដែលមិនសូវដឹងរឿងបានទេដៃអបអសាទរនិងកោតសរសើរចំពោះភាពក្លាហានរបស់លោកម្ចាស់ចៅទោះជាយ៉ាងណាក៏ដោយលោកវ៉ាងដែលអង្គុយនៅកៅអីភ្ញៀវកិត្តិយសគ្រាន់តែពាក្យថាទឹកកកស្ងួត1តោនភ្លាមមុខរបស់គាត់ក៏ប្រែជាស្លេកស្លាំងទឹកកកស្ងួតលោកយកទឹកកកស្ងួតនិងសាច់គោដែលគ្មានការវេចខ្ចប់ដាក់ចូលក្នុងទូកុងតឺន័រដែលបិទជិតជាមួយគ្នាអញ្ចឹងអីប្រញាប់បើកទ្វារទៅសាច់ខូចអស់ហើយចៅទឺហ្វាស្រឡាំងកាំងនឹងការស្រែកកំហុសភ្លាមនេះប៉ុន្តែគាត់នៅតែបន្តសម្ដែងរបស់គាត់ដោយស្មានថាំខាងទៀតកំពុងជួយបង្កើតភាពភ្ញាក់ផ្អើលគាត់សើចយ៉ាងខ្លាំងរួចក្រវីដៃភ្លាមបើកទ្វារឲ្យអ្នកទាំងអស់គ្នាឃើញពីអភូតហេតុទឹកកករបស់យើងទ្វារក្រោយនៃឡានដឹកទំនិញត្រជាក់ដ៏ធ្ងន់ត្រូវបានកម្មករ2នាក់ទាញបើកយ៉ាងខ្លាំងផ្សែងពណ៌ស្ដេចកាត់ចេញពីការរលីនៃទឹកកកស្ងួតបានហូរធ្លាក់ចុះមកដូចជាទឹកជ្រោះអញ្ចឹងឥទ្ធិពលដែលមើលឃើញគឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលធ្វើឲ្យអ្នកសារព័ត៌មាននាំគ្នាចុចថតរូបយ៉ាងខ្លាំងប៉ុន្តែសាច់គោបានប្រែពណ៌ទៅជាប្រភេទក្រមៅផ្ទៃសាច់ថែមទាំងមានទឹកអាស៊ីតពណ៌លឿងហូរចេញមកទៀតផងវាបានភីក្លិនអាស៊ីតស្អុយរលួយចេញមកធ្វើឲ្យស្នាមញឹមនៅលើមុខរបស់ចៅទឺហ្វារលីបាត់ភ្លាមគាត់បានស្ទុះចូលទៅក្នុងទូកុងតឺន័រដូចមនុស្សឆ្កួតរួចលើកសាច់មួយដុំដែលរលួយនោះឡើងហើយស្រែកយ៉ាងខ្លាំងថាមិនអាចទៅរួចទេវាមិនអាចទៅរួចទេប្រព័ន្ធត្រជាក់ពីជាន់សីតុណ្ហភាពច្បាស់ជា0 ដឺក្រេចុះហេតុអ្វីបានជាសាច់នេះប្រែពណ៌ទៅវិញពីព្រោះលោកគ្រាន់តែជាមនុស្សដែលចេះតែរត់ការរកស៊ីតែមិនយល់ពីចំណេះដឹងទូទៅតតែសោះដើម្បីលាក់បាំងរឿងម៉ាស៊ីនចាស់លោកខ្លាចថាការរក្សាសីតុណ្ហភាពមិនបានល្អទើបលោកប្រើទឹកកកស្ងួតដោយស្មានថាខ្លួនឯងឆ្លាតលោកស្មានថាវាជាអាចកំបាំងនៃការរក្សាសាច់ឲ្យនៅស្រស់ប៉ុន្តែលោកមិនដឹងថាវាជាថ្នាំពុលសម្រាប់ជីវិតនោះទេទឹកកកស្ងួត1តោនបានរលាយនៅក្នុងទូកុងតឺន័រដែលបិទជិតវាបានបណ្ដេញអុកស៊ីសែនចេញទាំងអស់ឧស្ម័នកាបូនិកក្នុងកម្រិតខ្ពស់បានរលាយចូលទៅក្នុងសំណើមនៅលើផ្ទៃសាច់បង្កើតបានជាអាស៊ីតកាបូនិកយ៉ាងខ្លាំងលោកមិនមែនកំពុងធ្វើឲ្យវាត្រជាក់ទេគឺលោកកំពុងប្រើអាស៊ីតកាបូនិក1តោនដើម្បីរំលាយសាច់គោលំដាប់ខ្ពស់តម្លៃ$5 លាននេះឲ្យក្លាយជាកាកសំណល់មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពន្លឺកាមេរ៉ារបស់អ្នកសារព័ត៌មានបានបាញ់ពន្លឺដូចមនុស្សឆ្កួតពួកគេបានថតយករូបភាពសាច់រលួយនិងទឹកមុខដ៏អស់សង្ឃឹមរបស់ចៅទឺហ្វាសម្លឹងមើលសាច់រលួយទាំងនោះដោយមុខស្លេកស្លាំងរួចគាត់ក៏ស្ទុះទៅចាប់កៅអៅរបស់អ្នកគ្រប់គ្រងក្រុមឡានដែលនៅក្បែរនោះអាវ៉ាងឯងជាអ្នកគ្រប់គ្រងក្រុមឡានចំណេះដឹងមូលដ្ឋានរឿងប្រព័ន្ធត្រជាក់បែបនេះហេតុអ្វីបានជាឯងមិនខាត់យើងពេលយើងដាក់ទឹកកកស្ងួតកម្មករលើកដាក់សាច់ច្រើនណាស់នៅខាងក្រោមគ្មាននរណាម្នាក់មករំលឹកយើងសូម្បីតែម្នាក់មែនទេលោកថៅកែរឿងនេះមិនអាចបន្ទោសខ្ញុំបានទេកាលពីយប់មិញពេលយើងលើកសាច់ដាក់ឡានវានៅល្អធម្មតាសោះប៉ុន្តែព្រឹកនេះពេលថ្ងៃរះឡើងម៉ាស៊ីនត្រជាក់ស្រាប់តែលោតសញ្ញាអាសន្នសីតុណ្ហភាពបានឡើងខ្ពស់ខ្លាំងទប់មិនជាប់លោកខ្លាចថាពិធីចេញដំណើរនៅម៉ោង 10 នឹងត្រូវបរាជ័យហើយត្រូវធានាគីមើងងាយទើបលោកប្រញាប់ឲ្យគេទៅដឹកទឹកកកស្ងួត1តោនមកចៅទឺហ្វាស្រឡាំងកាំងចុះហេតុអីបានជាគ្មាននរណាម្នាក់ប្រាប់យើងថាទឹកកកស្ងួតនឹងធ្វើឲ្យខូចសាច់គឺលោកមិនព្រមស្ដាប់តើព្រឹកមិញពេលកំពុងដាក់ទឹកកកស្ងួតលោកពូលីនៅឃ្លាំងត្រជាក់បានខំប្រឹងខាត់ពូយើងណាស់គាត់ថាការរក្សាសាច់គោឲ្យនៅស្រស់គឺដាច់ខាតមិនអាចប្រើទឹកកកស្ងួតនៅក្នុងទូកុងតឺន័របានទេប៉ុន្តែពេលនោះលោកបែរជាខឹងលោកពូលីថាចេះដឹងរឿងច្រើនមករំខានការងារល្អរបស់លោកហើយថែមទាំងជេរគាត់ថាជាមនុស្សចាស់មិនដឹងអីទៀតផងរួចលោកក៏បានដេញលោកពូលីចេញពីក្រុមហ៊ុនដឹកជញ្ជូនភ្លាមតែម្ដងម្យ៉ាងទៀតពេលវេលាព្រឹកមិញវាប្រញាប់ពេកកម្មករដែលមានជំនាញផ្សេងទៀតក៏បាននាំគ្នាឈប់ធ្វើការដោយសារលោកជំពាក់ប្រាក់ខែពួកគេអ្នកដែលលើកទឹកកកស្ងួតដាក់ក្នុងឡានសុទ្ធតែជាកម្មករបណ្ដោះអាសន្នដែលយើងជួលមកតើពួកគេដឹងរឿងបច្ចេកទេសសាច់ស្រស់អីទៅបន្ទាប់ពីស្ដាប់ចប់មនុស្សគ្រប់គ្នាបានផ្ទុះសំណើចចំអកយ៉ាងខ្លាំងតាមពិតមិនមែនគ្មានអ្នកចេះដឹងរឿងនោះទេប៉ុន្តែអ្នកដែលចេះដឹងតែម្នាក់គត់ដែលហ៊ាននិយាយការពិតបែបជាត្រូវលោកដេញចេញដើម្បីតែលាក់បាំងរឿងម៉ាស៊ីនខូចនិងដើម្បីមុខមាត់របស់ខ្លួនឯងចៅទឺហ្វាទុនជើងទាំងពីររួចក៏ដួលទៅលើដីតែម្ដងខ្ញុំបានដើរទៅជិតគាត់ហើយសម្លឹងមើលគាត់ពីលើចុះក្រោមនៅក្នុងវិស័យដឹកជញ្ជូននេះអ្នកដែលជួយសង្គ្រោះទំនិញក្នុងឡានបានពិតប្រាកដមិនមែនជាថៅកែដែលអង្គុយក្នុងម៉ាស៊ីនត្រជាក់ដូចពួកលោកនោះទេដែលគិតតែពីរឿងចំណេញលុយនិងធ្វើពុតជាអ្នកចេះដឹងប៉ុន្តែគឺជាអ្នកដែលធ្វើការនៅជួរមុខនិងគោរពច្បាប់ទម្លាប់ការងារទៅវិញទេការដែលលោកដេញគាត់ចេញកាលពីព្រឹកមិញមិនត្រឹមតែដេញមនុស្សតែម្នាក់គត់ដែលចេះជួយលោកបាននោះទេប៉ុន្តែថែមទាំងបំផ្លាញឆ្នាំងបាយខ្លួនឯងទៀតផងថៅកែវ៉ាងសាច់ចំអកនៅក្បែរនោះចៅទឺហ្វាជីវិតដែលនៅសល់របស់លោកគឺត្រូវទៅដេកក្នុងគុកដើម្បីសងលុយ$5 លាននេះចុះបន្តិចទៀតប៉ូលីសនឹងមកដល់ហើយតោះប្អូនប្រុសយ៉ាងយើងទៅប៉ុន្មានថ្ងៃក្រោយមកខ្ញុំបានត្រឡប់មកក្រុមហ៊ុនដឹកជញ្ជូនស៊ីងវ៉ាងម្ដងទៀតនៅទីនេះបានប្រែប្រួលទាំងស្រុងនៅមាត់ទ្វារមានបិទក្រដាស់ទាមទារបំណុលពេញនឹងនៅលើដីពោពេញទៅដោយកាកសំណល់អាហារនិងកន្ទុយបារីអ្នកបើកបរឡានដឹកទំនិញមួយចំនួនកំពុងអង្គុយនៅមុខអគារការិយាល័យដោយភ្នែកក្រហមញ៉ាំអ្នកបើកបរចាស់ម្នាក់ដែលធ្លាប់សើចចំអកឲ្យខ្ញុំពីមុនបានដើរមករកខ្ញុំដោយទឹកមុខខ្មាស់អៀនលោកគ្រូយ៉ាងរឿងរបស់ចៅទឺហ្វាបានល្បីសុសសាយអស់ហើយ
ព្រឹកមិញនេះខាងធនាគារក៏បានមកទារបំណុលដល់ទីនេះដែរលុយកាក់ដែលពួកយើងខំរកកន្លះឆ្នាំមកនេះត្រូវរលាយអស់រលីងហើយមនុស្សចាស់ក្មេងក្នុងផ្ទះសុទ្ធតែរងចាំលុយនេះដើម្បីទិញបាយហូបខ្ញុំបានទេស្មារបស់គាត់តិចរឿងនេះមានដើមមានចុងខ្ញុំមិនបានខឹងនឹងពួកលោកទេថ្ងៃនេះខ្ញុំមកគឺដើម្បីមកដោះស្រាយរឿងនេះខ្ញុំបានដើរត្រង់ទៅកាន់ការិយាល័យអគ្គនាយកនៅជាន់ទី2នៅក្នុងបន្ទប់ពោពេញទៅដោយផ្សែងបារីសក់របស់ចៅទើហ្វារញ៉ៃញ៉ៃដូចសម្បុកមាន់គាត់កំពុងអង្គុយនៅទៅធ្វើការក្នុងដៃកាន់លិខិតសម្រេចរបស់ធនាគារពេលឃើញខ្ញុំដើរចូលមកចៅទើហ្វាក៏ស្ទុះក្រោកឈរឡើងដូចត្រូវខ្សែភ្លើងឆក់យ៉ាងហ្វុងអញនៅហ៊ានមកទៀតមែនទេអញបំផ្លាញយើងអស់ហើយចៅទើហ្វាក្រុមហ៊ុនរបស់លោកគឺសាងឡើងដោយឈាមនិងញើសរបស់អ្នកបើកបរនិងការខ្ចីបុលពីធនាគារតែប៉ុណ្ណោះបើគ្មានរោងចក្រសាច់របស់ត្រកូលស៊ុនទេលោកសំបីតែលុយចាក់សាំងឡានក៏គ្មានផងបន្ទោសខ្ញុំមែនទេគឺលោកខ្លួនឯងទេដែលចង់សម្លាប់ខ្លួនឯងនោះចៅទើហ្វាអស់កម្លាំងពីខ្លួនរួចក៏អង្គុយចុះលើកៅអីវិញគាត់ខ្ទប់មុខរួចនិយាយដោយសម្លេងញ័រថាចប់ហើយចប់អស់ហើយលុយសងជំងឺចិត្តឲ្យក្រុមហ៊ុនហាយយាបានអស់ពីខ្លួនហើយម្សិលមិញខាងឃ្លាំងត្រជាក់ក៏ទារលុយសងការខូចខាត6សែនទៀតឥឡូវធនាគារចង់រឹបអូសឡានទាំងអស់របស់ខ្ញុំដើម្បីសងបំណុលខ្ញុំខំប្រឹងអស់កន្លះជីវិតឥឡូវមិនសល់អ្វីទាំងអស់ខ្ញុំបានទាញកៅអីមកអង្គុយរួចដកឯកសារផ្ទេរសិទ្ធិទ្រព្យសម្បត្តិនិងបំណុលចេញពីហោប៉ៅមកដាក់នៅមុខគាត់ចុះហត្ថលេខាលើវាទៅខ្ញុំនឹងទទួលខុសត្រូវលើបំណុលឡានទាំង30គ្រឿងក្នុងនាមជាបុគ្គលនិងបើកប្រាក់ខែឲ្យកម្មករទាំងអស់ជាការដោះដូរកម្មសិទ្ធិក្រុមហ៊ុនស៊ីងវ៉ាងនឹងឡានទាំង30គ្រឿងនេះនឹងក្លាយជារបស់ខ្ញុំយ៉ាងហ្វុងឯងចង់គំរាមអ្នកណាយើងមិនចុះហត្ថលេខាទេលុយកក់ក៏យើងមិនយកក្រុមហ៊ុនក៏យើងមិនឲ្យដែរយ៉ាងច្រើនឲ្យតុលាការមកដោះស្រាយទៅយើងគ្រាន់តែជាប់ឈ្មោះជាអ្នកជំពាក់បំណុលវណ្ណៈខ្ពស់តែប៉ុណ្ណោះឥឡូវយើងគ្មានលុយសំបីតែ1រៀលពួកគេអាចធ្វើអ្វីយើងបានសម្លឹងមើលទឹកមុខមិនដឹងខុសត្រូវរបស់គាត់ខ្ញុំមិនមានការភ្ញាក់ផ្អើលកាន់រឹសបពណ៌ប្រាក់មួយធ្វើជាមនុស្សមិនសងបំណុលចៅទើហ្វាតើឯងពិតជាគិតថាគម្រោងរំលាយអាជីវកម្មដោយសារអាស័យធនរបស់ឯងធ្វើបានយ៉ាងល្អឥតខ្ចោះមែនទេកាលពីម្សិលមិញនាយកហិរញ្ញវត្ថុក្រុមហ៊ុនឯងបានរត់ចោលបាត់ហើយមុនពេលគាត់ចាក់ចេញខ្ញុំបានចំណាយលុយ20000យួនទិញសៀវភៅបញ្ជីពិតប្រាកដរបស់ក្រុមហ៊ុនដឹកជញ្ជូនស៊ីងវ៉ាងរយៈពេល2ឆ្នាំនេះពីគាត់និយាយឲ្យចំទៅគឺសំណុំឯកសារលំហូរសាច់ប្រាក់คล้ายៗដែលឯងប្រើដើម្បីបោកប្រាស់យកប្រាក់កម្ចីស្នាមញឹមនៅលើមុខរបស់ចៅទើហ្វាបានក៏ភ្លាមត្របភ្នែករបស់គាត់ចាប់ដើមញាក់យ៉ាងខ្លាំងដោយមិនអាចគ្រប់គ្រងបានឡានដឹកទំនិញក្លាសែធនធ្ងន់ទាំង30គ្រឿងនេះតម្លៃសរុបជិត7លានក្រុមហ៊ុនដឹកជញ្ជូនស៊ីងវ៉ាងរបស់ឯងមិនមានលក្ខណៈសម្បត្តិនិងលំហូរសាច់ប្រាក់ខ្ពស់បែបនេះដើម្បីស្នើសុំប្រាក់កម្ចីច្រើនយ៉ាងនេះទេឯងបានក្លែងបន្លំកិច្ចសន្យាដឹកជញ្ជូនคล้ายៗរបស់ក្រុមហ៊ុនគ្មានសកម្មភាពជាង10ក្រុមហ៊ុនបង្កើតចំណូលคล้ายៗរាប់សិបលានដោយគ្មានមូលដ្ឋានទើបបោកប្រាស់យកប្រាក់កម្ចីទិញឡានដោយច្រើនសន្ធឹកសន្ធាប់នេះបានអ្នកមិនសងបំណុលពិតជាមិនបាច់ជាប់គុកទេប៉ុន្តែការបោកប្រាស់យកប្រាក់កម្ចីដោយចេតនាគឺត្រូវតែជាប់គុកមុខរបស់ចៅទើហ្វាប្រែជាស្លេកស្លាំងរាងកាយរបស់គាត់ញ័រត្រឹកដោយមិនដឹងខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកនេះខ្ញុំនឹងក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទាំងស្រុងរៀងរាល់ខែខ្ញុំនឹងប្រើលុយពិតប្រាកដដើម្បីសងប្រាក់កម្ចីទិញឡានរបស់ធនាគារជំនួសឯងឲ្យបានទៀងទាត់ហើយទោះបីជាឯងបាត់បង់ក្រុមហ៊ុនប៉ុន្តែយ៉ាងហោចណាស់ក៏អាចរក្សាសេរីភាពសម្រាប់ជីវិតដែលនៅសល់របស់ឯងដែរតែចង់ប្រគល់ក្រុមហ៊ុនឲ្យខ្ញុំឬក៏ចង់អស់រលីងពីខ្លួនហើយទៅជាប់គុកដេកខោអាវខ្ញុំចុះហត្ថលេខាគាត់ញ័រពេញខ្លួនយ៉ាងខ្លាំងហើយបានចុះហត្ថលេខាលើឈ្មោះរបស់គាត់យ៉ាងរដិបរដុកព្រមទាំងបានផ្តិតមេដៃពណ៌ក្រហមយ៉ាងខ្លាំងមួយខែក្រោយមកក្រុមហ៊ុនដឹកជញ្ជូនស៊ីងវ៉ាងដើមត្រូវបានប្តូរទៅជាមជ្ឈមណ្ឌលផ្ទេរទំនិញក្លាសេពិសេសហ្វុងស៊ីងឡានដឹកទំនិញក្លាសេធនធ្ងន់ចំនួន30គ្រឿងដែលបានឆ្លងកាត់ការត្រួតពិនិត្យនិងថែទាំយ៉ាងល្អិតល្អន់បានតម្រៀបគ្នាយ៉ាងមានរបៀបរៀបរយនៅលើវេទិកាឡាន Wagon មួយគ្រឿងនិងឡាន Alphard មួយគ្រឿងបានបើកចូលក្នុងបរិវេណក្រុមហ៊ុនបន្តគ្នាស៊ូណានិងលោកវ៉ាងបានដើរចុះមកដោយស្នាមញញឹមលោកម្ចាស់យ៉ាងនេះគឺជាកិច្ចសន្យាភ្នាក់ងារដឹកជញ្ជូនផ្ដាច់មុខសម្រាប់សាខាទាំង36របស់ហាយគឺទូទាំងខេត្តបងប្រុសយ៉ាងនៅមានរបស់រោងចក្រហុងហ្វារបស់ខ្ញុំទៀតចាប់ពីពេលនេះទៅការដឹកជញ្ជូនសាច់ស្រស់ក្លាសេទាំងអស់របស់យើងនឹងប្រគល់ឲ្យក្រុមហ៊ុនដឹកជញ្ជូនក្លាសេហ្វុងស៊ីងទាំងអស់អ្នកទាំងពីរជឿជាក់ចុះឲ្យតែទំនិញបានចូលក្នុងទូឡានដឹកជញ្ជូនក្លាសេហ្វុងស៊ីងរបស់ខ្ញុំហើយទោះបីជាមេឃធ្លាក់កំបិតមកក៏ដោយក៏ខ្ញុំអាចធានាថាវានឹងត្រូវបានដឹកជញ្ជូនទៅដល់